តើទៅរួចដែរឬទេដែលមនុស្សអាក្រក់បំផុតក្នុងលោកអាចក្លាយទៅជាមនុស្សល្អបំផុតបាននៅក្នុងសម័យព្រះពុទ្ធកាលមានដងព្រៃដ៏ធំមួយកន្លែងមានឃាតករម្នាក់ឈ្មោះថាអង្គុលីមាដែលមានន័យថាបុគ្គលដែលមានខ្សែកលម្អដោយម្រាមដៃគាត់ប្រមូលបានម្រាមចំនួន999គោលដៅនៅសល់តែមួយគត់ចុងក្រោយដើម្បីបង្គ្រប់ប្រព័ន្ធនិងសម្រេចមហិទ្ធិឫទ្ធិតាមពាក្យដែលគ្រូបង្រៀននៅគ្រានោះអ្នកស្រុកមិនហ៊ាននៅក្បែរគាត់ឡើយព្រោះខ្លាចគាត់សម្លាប់យកម្រាមដៃដូច្នេះអ្នកស្រុកក៏នាំគ្នាចាស់ចេញពីភូមិស្រុកអស់ថ្ងៃមួយព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបដោយព្រះសម្មាសម្ពុទ្ធញ្ញាណថាអង្គុលីមានឹងបានសម្រេចព្រះអរហន្តប៉ុន្តែនៅពេលនេះបើបណ្ដោះឲ្យអង្គុលីមាបានសម្លាប់ម្ដាយរបស់ខ្លួនជាមុននោះអង្គុលីមានឹងមានទោសអនន្តរិយកម្មដូច្នេះនៅពេលដែលអង្គុលីមាបំរុងនឹងសម្លាប់ម្ដាយរបស់ខ្លួនព្រះពុទ្ធទ្រង់បានឈរនៅនឹងមុខអង្គុលីមាឃើញដូច្នោះក៏បង្វែរចំណាប់អារម្មណ៍ពីសម្លាប់ម្ដាយរបស់ខ្លួនទៅតាមដេញប្រហារព្រះសម្មាសម្ពុទ្ធដើម្បីយកម្រាមដៃចុងក្រោយដោយកំបិតភក្ត្រដ៏មុតស្រួយរបស់គាត់ប៉ុន្តែរឿងដ៏អស្ចារ្យបំផុតគឺទោះបីជាអង្គុលីមាព្យាយាមដេញតាមព្រះសម្មាសម្ពុទ្ធលឿនដោយព្យុះកម្រិតណាក៏ដោយក៏នៅតែតាមមិនទាន់ទោះជាមើលទៅព្រះសម្មាសម្ពុទ្ធដើរដំណើរមួយដូចជាសត្វដំរីក៏ដោយទើបស្រែកហៅថាណែសមណៈអ្នកឆាប់ឈប់ភ្លាមព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឆ្លើយតបមកវិញថាយើងឈប់ហើយអង្គុលីមាមានតែអ្នកទេមិនទាន់ឈប់អង្គុលីមាឈប់ត្រឹងងឿងឆ្ងល់ជាខ្លាំងទើបសួរព្រះតថាគតព្រះសម្មាសម្ពុទ្ធទ្រង់អធិប្បាយថាយើងឈប់ហើយឈប់បំផ្លាញនិងផ្ដាច់ជីវិតសត្វទាំងឡាយហើយប៉ុន្តែមានតែអ្នកទេដែលមិនទាន់ឈប់គ្រាន់តែឮពាក្យមួយឃ្លានេះសោះធ្វើឲ្យអង្គុលីមាភ្ញាក់ខ្លួនព្រឺតដឹងកំហុសនឹករលឹកដល់កម្មដែលខ្លួនឯងបានសាងកន្លងមកហើយក៏ក្រវែងអាវុធចោលក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធសម្បួសក្នុងព្រះសាសនាបន្ទាប់ពីបួសហើយអង្គុលីមាបានប្រឹងប្រែងសន្សំកុសលដោយការបដិបត្តិធម៌ដ៏តឹងរ៉ឹងបំផុតមិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្តនៅក្នុងโลกនេះគ្មានបុគ្គលណាម្នាក់អាក្រក់ខ្លាំងបំផុតរហូតដល់មិនអាចស្រោចស្រង់បាននោះទេនៅពេលបានជួបនឹងព្រះសាស្តាពិតប្រព្រឹត្តទៅដោយបញ្ញាដ៏មោះមុតក្នុងចិត្តពោពេញទៅដោយក្តីមេត្តានោះសេចក្តីប្រាថ្នារមែងទទួលបានជោគជ័យអនុមោទនា